បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកលំហាត់ពាក់ព័ន្ធជាមួយនឹងពាក្យមកបង្ហាញជូនបងប្អូនទាំងអស់គ្នាមួយទៀតឥឡូវសូមបងប្អូនទាំងអស់គ្នាទៅជាមួយខ្ញុំនៅក្នុងលំហាត់នេះប្រធានគេឲ្យមកគឺថា the government has implemented new policy to environmental pollution ពាក្យពិបាកនៅក្នុងប្រធាននេះមានពាក្យខ្ញុំគិតថា implemented ហើយយើងបកប្រែថាដាក់ដំណើរការឬក៏ធ្វើប្រតិបត្តិការហើយពាក្យpolicy យើងបកប្រែថាគោលនយោបាយឥឡូវយើងមកបកប្រធានយើងទាំងមូលមកគឺថារដ្ឋាភិបាលបានដាក់ដំណើរការគោលនយោបាយថ្មីដើម្បីការបំពុលបរិស្ថានហើយចម្លើយរបស់យើង A គេឲ្យមកពាក្យ reduce ពាក្យ reduce ដាក់ពាក្យវាជា verb យើងបកប្រែថាកាត់បន្ថយហើយចម្លើយ B encourage វាជា verb ដែរយើងបកប្រែថាលើកទឹកចិត្តចម្លើយ C produce យើងបកប្រែថាផលិតហើយចម្លើយ D increase យើងបកប្រែថាកើនឡើងឥឡូវយើងមើលចម្លើយទាំង4ហ្នឹងតើចម្លើយមួយណាដែលស័ក្តិសមនៅក្នុងលំហាត់របស់យើងចម្លើយដែលសមនៃជាងគេគឺចម្លើយ A reduce កាត់បន្ថយនៅពេលដែលយើងយកចម្លើយ A ហ្នឹងយកទៅបំពេញនៅកន្លែងចុចហ្នឹងមកយើងបានរដ្ឋាភិបាលបានដាក់ដំណើរការគោលនយោបាយដើម្បីកាត់បន្ថយការបំពុលបរិស្ថានដូច្នេះចម្លើយដែលស័ក្តិសមជាងគេគឺចម្លើយ A ហើយពាក់ព័ន្ធជាមួយនឹង reduce ខ្ញុំក៏មានឧទាហរណ៍ខ្លះៗមកបង្ហាញជូនបងប្អូនទាំងអស់គ្នាដែរឥឡូវសូមបងប្អូនមកមើលផ្នែកខាងនេះមកឥឡូវសូមបងប្អូនមកមើលឧទាហរណ៍របស់យើងឧទាហរណ៍ទី1គឺថា regular exercise can reduce stress and improve your overall health គឺថាការធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់អាចកាត់បន្ថយភាពតានតឹងនិងពង្រឹងសុខភាពទូទៅរបស់អ្នកឧទាហរណ៍ទី2 The company decided to reduce the price of products to attract more customer យើងบอกក្រុមហ៊ុនបានសម្រេចចិត្តកាត់បន្ថយតម្លៃនៃផលិតផលដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើនបាទ customer យើងបកប្រែថាអតិថិជនឥឡូវយើងមកមើលឧទាហរណ៍ចុងក្រោយ We need to reduce our energy consumption to help protect the environment យើងត្រូវការកាត់បន្ថយ energy consumption បកប្រែថាការប្រើប្រាស់ថាមពលរបស់ពួកយើងដើម្បីជួយការពារទៅដល់បរិស្ថានបាទនេះគឺជាឧទាហរណ៍ខ្លះៗដែលពាក់ព័ន្ធជាមួយនឹងពាក្យ reduce របស់យើងខ្ញុំគិតថាវាអាចជួយបង្កើនពាក្យឲ្យបងប្អូនបានមួយចំនួនដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណចំពោះការតាមដានរបស់បងប្អូនទាំងអស់គ្នា